Philodendron Burma គឺជារុក្ខជាតិលម្អមួយប្រភេទដែលមានស្លឹកពណ៌បៃតងភ្លឺរលោងនិងមានរាងស្អាតប្លែកប្រទេសកំណើតរបស់ Philodendron Burma គឺស្ថិតនៅព្រៃត្រូពិកនៃប្រទេសប្រេស៊ីលក្នុងតំបន់អាមេរិកខាងត្បូងឈ្មោះរបស់វាត្រូវបានដាក់តាមលោក Robert Burma ដែលជាស្ថាបត្យករទេសភាពដ៏ល្បីល្បាញរបស់ជនជាតិប្រេស៊ីលដោយសារគាត់ជាអ្នកស្រឡាញ់និងបានរកឃើញរុក្ខជាតិប្រភេទនេះយកមកប្រើប្រាស់ក្នុងការរចនាសួនការរកឃើញ Philodendron Burma នេះគឺស្ថិតនៅចន្លោះឆ្នាំ1950ដល់1960គុណប្រយោជន៍របស់ Burma គឺដើម្បីលម្អសោភ័ណភាពស្លឹករបស់វាមានរាងដូចបេះដូងឬក្បាលព្រួញពណ៌បៃតងស្រស់និងដុះជាគុម្ពក្រាស់ៗនៅសម័យទំនើបនេះគឺគេបានយកទៅបង្កាត់ពូជធ្វើឲ្យមានពណ៌ស្រស់ស្អាតផ្សេងៗគួរជាទីគយគន់ដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ការដាំលម្អក្នុងសួនច្បារឬដាក់ក្នុងផើងសម្រាប់តាំងក្នុងការិយាល័យឬក៏ក្នុងផ្ទះទី2គឺជួយបន្សុទ្ធខ្យល់ដោយទៅនឹងរុក្ខជាតិក្នុងត្រកូល Philodendron ផ្សេងទៀតដែរវាមានសមត្ថភាពជួយស្រូបយកជាតិពុលមួយចំនួននៅក្នុងបរិយាកាសនិងជួយបង្កើនអុកស៊ីសែនទី3គឺងាយស្រួលថែទាំវាជារុក្ខជាតិដែលធន់ងាយដុះនិងមិនងាយត្រូវការថែទាំដិតដល់ពេកទេវារស់នៅបានទាំងកន្លែងដែលមានពន្លឺថ្ងៃខ្លាំងតែមិនចាំងផ្ទាល់ពេកនិងកន្លែងដែលមានពន្លឺតិចបំផុតនេះធ្វើឲ្យវាសមរម្យសម្រាប់អ្នកដែលទើបចាប់ផ្ដើមហាត់ដាំដំណាំទី4គឺកាត់បន្ថយភាពតានតឹងការមានរុក្ខជាតិពណ៌បៃតងនៅក្នុងបរិវេណរស់នៅឬកន្លែងធ្វើការត្រូវបានគេសិក្សាឃើញថាអាចជួយកាត់បន្ថយស្ត្រេសនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយប៉ុន្តែអ្វីដែលបងប្អូនត្រូវប្រយ័ត្នបំផុតនោះគឺរុក្ខជាតិប្រភេទនេះមានប្រយោជន៍ច្រើនហើយក៏អាចមានគ្រោះថ្នាក់ដែរដោយសារតែវាមានសារធាតុកាល់ស្យូមអុកសាឡេតដូច្នេះវាមានជាតិពុលប្រសិនបើទទួលទានយើងគួរតែដាក់វាឲ្យឆ្ងាយពីក្មេងតូចៗនិងសត្វចិញ្ចឹមដូចជាឆ្កែឆ្មាជាដើមព្រោះការទំពាស្លឹករបស់វាអាចបណ្ដាលឲ្យរលាកមាត់ហើមបំពង់កឬកពុលបាន